ឃើញនៅផ្ទះសុកក៏ទទួលបានការកោតសរសើរពីការផ្ដល់ឲ្យរបស់ខ្ញុំទៅសង្គមខាងក្រៅស្មោះត្រង់ទៅក្រៅពីការមើលថែម្ដាយនៅក្នុងផ្ទះខ្ញុំមិនភ្លេចទេទៅបន្តរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងធ្វើឲ្យការរស់នៅនិងជីវិតកាន់តែប្រសើរក្រៅពីរៀនសូត្រអភិវឌ្ឍខ្លួនឯងខ្ញុំតែងតែយកចំណេះដឹងដែលខ្ញុំរៀនសូត្របានទៅចែករំលែកបន្តទៅដល់មនុស្សជុំវិញខ្លួននិងប្រជាជនកម្ពុជាខ្ញុំទទួលបានការរីកចម្រើនខ្ញុំក៏ចង់ឲ្យមនុស្សជុំវិញខ្លួនរបស់ខ្ញុំរីកចម្រើនដូចគ្នាដែរការផ្ដល់ឲ្យក្តីស្រឡាញ់នៅក្នុងក្រុមគ្រួសារនិងការផ្ដល់ឲ្យសង្គមខាងក្រៅគឺមិនដូចគ្នាទេប៉ុន្តែគុណតម្លៃគឺស្មើគ្នាចូលបងប្អូនអស់គ្នាចែករំលែកក្តីស្រឡាញ់ទៅដល់ក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនឲ្យបានច្រើនណាខ្ញុំរីកចម្រើនអ្នកទាំងអស់គ្នាក៏រីកចម្រើនខ្ញុំមានសេចក្តីសុខអ្នកទាំងអស់គ្នាក៏មានសេចក្តីសុខស្រឡាញ់អ្នកទាំងអស់គ្នា